ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេងមិនមែនត្រឹមតែជាទំនៀមទម្លាប់ហួសសម័យនោះទេវាគឺជាបញ្ហាប្រឈមនៃវិបត្តិសិទ្ធិមនុស្សនិងសុខភាពសាធារណៈដ៏សំខាន់នៅទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរយោងទៅតាមច្បាប់បានបញ្ជាក់ច្បាស់ថាបុគ្គលត្រូវតែមានអាយុ18ឆ្នាំដើម្បីមានសិទ្ធិរៀបអាពាហ៍ពិពាហ៍ប៉ុន្តែនៅតែមានចន្លោះប្រហោងយ៉ាងគួរឲ្យកត់សម្គាល់នៅក្នុងក្រមរដ្ឋបវេណីប្រសិនបើឪពុកម្ដាយផ្ដល់ការយល់ព្រមនោះអនិច្ចជនអាចរៀបការបានដោយស្របច្បាប់ចាប់ពីអាយុ18ឆ្នាំទៅខណៈពេលដែលច្បាប់ក្នុងស្រុកអនុញ្ញាតឲ្យមានការលើកលែងចំពោះការរៀបការក្រោម18ឆ្នាំអង្គការ UNICEF បានចេញសេចក្តីថ្លែងការណ៍មួយជាលក្ខណៈអន្តរជាតិថាការរៀបការណាក៏ដោយដែលពាក់ព័ន្ធទៅនឹងអនិច្ចជនគឺជាការរំលោភសិទ្ធិមនុស្សទាំងស្រុងយ៉ាងណាមិញថ្មីនេះបញ្ហាការរៀបការនៅវ័យក្មេងកំពុងក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយនៅលើបណ្ដាញសង្គមចំណងអាពាហ៍ពិពាហ៍ខុសវ័យមួយនិងការជជែកវែកញែកគ្នាថាតើកូនក្រមុំទើបតែអាយុ14ឬ17ឆ្នាំបានបង្កឲ្យមានប្រតិកម្មសាធារណៈយ៉ាងធ្ងន់ធ្ងរចំពេលដែលមានការជជែកវែកញែកគ្នាបែបនេះអង្គការ UNICEF និង Plan International បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាកុមារមិនគួរត្រូវបានបង្ខំឲ្យរៀបការឬរួមរស់ជាមួយគ្នាមុនពេលពួកគេត្រៀមខ្លួនរួចរាល់នោះទេស្របពេលដែលអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនប្រកែកថានេះជាបញ្ហាគ្រួសារឬបញ្ហាឯកជនអ្នកអត្ថាធិប្បាយសង្គមបាននិយាយថាយើងត្រូវសម្លឹងមើលបញ្ហានេះក្នុងរូបភាពធំជាងនេះបើសិនបើក្មេងស្រីគាត់អត់អាចបំពេញសក្តានុពលរបស់គាត់បានមានន័យថាគាត់ធំឡើងទៅគឺគាត់មិនអាចចូលរួមនៅក្នុងសង្គមបានដោយសារតែគាត់ត្រូវរៀបការវ័យក្មេងត្រូវខ្លាយទៅជាម្ដាយវ័យក្មេងត្រូវមើលកូននៅវ័យក្មេងមិនមានសេរីភាពខាងផ្នែកហិរញ្ញវត្ថុអញ្ចឹងវាប៉ះពាល់ដល់សង្គមរបស់យើងខ្លាំងណាស់ព្រោះនៅពេលដែលលែងមានសម្លេងរបស់មនុស្សស្រីនៅក្នុងការចូលរួមសង្គមការសម្រេចចិត្តទាំងអស់គឺលំអៀងទៅលើមនុស្សប្រុសហើយមិនផ្ដល់ផលប្រយោជន៍ទៅលើមនុស្សស្រីទេវាលែងជារឿងមួយដែលជារឿងបុគ្គលឬក៏រឿងនៅក្នុងគ្រួសារទៀតអីគឺវាប៉ះពាល់ដល់សង្គមរបស់យើងទាំងមូលលើសពីការជជែកដេញដោលផ្លូវច្បាប់អាពាហ៍ពិពាហ៍នៅវ័យក្មេងបង្កឲ្យមានអតុល្យភាពឬការដាក់គំនាបចំពោះដៃគូដែលជាអនិច្ចជននិងបញ្ហាប្រឈមផ្នែករាងកាយគឺមានគ្រោះថ្នាក់ដូចគ្នាដែលបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរប៉ះពាល់ទាំងម្ដាយមិនទាន់គ្រប់អាយុនិងកូនដែលទើបតែកើតមកលោកយីគឹមថាននាយកប្រចាំប្រទេសនៃអង្គការ Plan International Cambodia ប្រមានថាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនៃអាពាហ៍ពិពាហ៍នៅវ័យក្មេងគឺជាផលប៉ះពាល់ក្រោយពេលរៀបការបើសិនជាក្មេងស្រីមានផ្ទៃពោះនៅមុនអាយុ18ឆ្នាំនេះគឺមានផលប៉ះពាល់ទៅលើសុខភាពគាត់ជាច្រើនដែរជាពិសេសគឺសារពាង្គកាយរបស់គាត់ឬក៏អូហ្គានផ្សេងហ្នឹងគឺមិនទាន់បានត្រៀមលក្ខណៈសម្រាប់ការមានផ្ទៃពោះទេនឹងមានហានិភ័យច្រើននៅក្នុងការដែលពេលសម្រាប់កូនណាអាចមានបញ្ហាដោយសារគាត់នៅក្មេងពេកសម្រាប់ខ្ញុំតែជាអង្គការ Plan គឺយើងលើកទឹកចិត្តធ្វើម៉េចឲ្យក្មេងស្រីហ្នឹងគឺគាត់មានចំណេះដឹងជំនាញដើម្បីមានអំណាចសេដ្ឋកិច្ចបាទសម្រាប់ខ្លួនគាត់ហើយក៏ដូចជាគាត់អាចនឹងមានយើងហៅថា power dynamic នៅក្នុងគ្រួសារនៅពេលដែលគាត់រៀបអាពាហ៍ពិពាហ៍ជាមួយនឹងបុរសបាទប្រទេសកម្ពុជាកំពុងជំរុញយ៉ាងសកម្មនៅផែនការសកម្មភាពថ្នាក់ជាតិដើម្បីលុបបំបាត់ការរៀបការមុនអាយុការរំលោភបំពានក្នុងគ្រួសារនិងការមានផ្ទៃពោះក្នុងវ័យជំទង់ប៉ុន្តែឆ្ពោះទៅមុខការផ្ដោតសំខាន់គឺជាការការពារក្មេងស្រីពីការកេងចំណេញពីឪពុកម្ដាយនិងធានាថាពួកគេមានសិទ្ធិអំណាចនៅក្នុងការជ្រើសរើសការអប់រំជាជាងការរៀបការមុនវ័យ